បង Pixie 6K ជាមួយនឹង FX3 បងជួយប្រៀបធៀបផងបងថ្ងៃនេះយើងនឹងមើលអំពីសំណួរបងអ៊ីតដែលបានសួរនៅក្នុង TikTok របស់យើងពីភាពខុសប្លែកគ្នារវាង Blackmagic Pixie 6K ហើយនិង Sony FX3 ដែលយើងនឹងលើកពី5ចំណុចខុសប្លែកគ្នាធំចាស់ស្អែកទៅកាមេរ៉ាពីរនេះគឺវាយើងនិយាយថាវាខុស category គ្នារៀងឆ្ងាយប៉ុន្តែយ៉ាងណាមិញយើងក៏នៅតែអាចប្រៀបធៀបគ្នាបានដែរអញ្ចឹងចំណុចទី1ដែលយើងលើកមកនិយាយដំបូងគេនោះគឺតទៅជាមួយនឹង sensor អញ្ចឹងកាមេរ៉ាទាំងពីរនេះគឺ full frame ទាំងពីរតត្រង់ថា Blackmagic Pixie 6K គឺអាចផលិតវីដេអូបានរហូតដល់ 6K ហើយដែល Sony FX3 របស់យើងគឺផលិតបានត្រឹមតែ 4K ប៉ុណ្ណឹងឯងហើយចំពោះ Dynamic Range វិញនោះគឺ Blackmagic Pixie 6K របស់យើងគឺធ្វើបានត្រឹមតែ13 stop ទេចំណែកឯSony របស់យើងគឺធ្វើបានរហូតដល់ទៅ15 stop អាចលើសនឹងទៀតអានេះបើសិនតែយើងថតជាមួយនឹង S-Log 3ហើយចំពោះ native ISO ក៏ខុសគ្នាដែរSony FX3 គឺអាច perform ពេលដែលយើងថតពេលក្នុងស្ថានភាពដែលខ្វះពន្លឺអញ្ចឹងចំណុចទី1នេះបើសិនជានិយាយមកខ្ញុំហ្មងបើសិនតែនិយាយតែពីរឿង sensor ហ្មងខ្ញុំច្បាស់ជាជ្រើសរើសយក Blackmagic Pixie 6K ហើយព្រោះថាខ្ញុំប្រហែលជាយើងត្រូវការប្រើ 6K ពេលដែលយើងចង់ផលិត content មក 4K អញ្ចឹងបើសិនតែយើងត្រូវការថត TVC តូចៗខ្នាតតូចៗអីសម្រាប់តែជនរបស់យើងដែលគាត់ require យើងថតចេញជា 4K ប្រហែលជាខ្ញុំជ្រើសរើសយកកាមេរ៉ាណាដែលអាចថត 6K បានដើម្បីយកមក compress ឬក៏យកមកទុកកែប្រែចំណុចខ្វះខាតផ្សេងៗសម្រាប់ធ្វើការ render សម្រាប់ទៅជា 4Kចំណុចទី2នោះបន្ទាប់ពី sensor ទៅដល់ជាមួយនឹង codec របស់កាមេរ៉ាទាំងពីរនេះចំពោះ Blackmagic Pixie 6K របស់យើងគឺមាន codec Blackmagic RAW ហើយនិង ProRes ដែលយើងឃើញថាកាមេរ៉ានេះអាចថត open gate aspect ratio 3:2 បាន resolution 6K ហើយបើសិនជាយើងចំពោះ 4K របស់គេហ្នឹងធ្វើបានតែត្រឹម60 fps ទេហើយបើសិនជាយើងចង់បាន20 fps គឺយើងត្រូវតម្លាក់មកដល់ Full HD ហើយចំពោះ Sony FX3 របស់យើងវិញគឺមាន codec XAVC ហើយដែលមាន codec ច្រើនទៀតនៅក្នុងនោះហើយដែលកាមេរ៉ានេះគឺធ្វើបានត្រឹមតែ resolution 4K ប៉ុណ្ណឹងឯងអត់មាន open gate ឬក៏ 6K ទេប៉ុន្តែ 4K របស់គេនេះគឺអាចមានសមត្ថភាពរហូតដល់20 fps សម្រាប់យើងចង់បាន slow motion អីជាដើមហ្នឹងចំពោះខ្ញុំហ្មងខ្ញុំការងាររបស់ខ្ញុំភាគច្រើនគឺកម្រប៉ះជាមួយនឹង 4K រហូតដល់20 frame ណាគឺត្រឹមតែ 4K 24ឬក៏បើសិនតែខ្ញុំចង់ 4K 60 frame ហ្នឹងគឺអស់ហើយអញ្ចឹងបើសិនតែខ្ញុំឲ្យជ្រើសកន្លែងនេះចំពោះ preference របស់ខ្ញុំផ្ទាល់ហ្មងគឺខ្ញុំប្រហែលជាស្រឡាញ់ open gate របស់ Pixie 6K ច្រើនជាងអញ្ចឹងប្រហែលជាខ្ញុំឲ្យបន្ទុកច្រើនទៅ Pixie 6K កន្លែងនេះចំណុចទី3ដែលខ្ញុំអាចលើកយកមកនិយាយបានដែរណាទៅជាមួយនឹង auto focus កន្លែងនេះគឺឲ្យទៅ Sony ឈ្នះ 100% ហ្មងព្រោះថា Blackmagic Pixie 6K គឺអត់មាន auto focus ទេបើទោះជា Blackmagic មានphoto focus ម្ដងរបស់គេហ្នឹងមានថាបើយើងចង់ focus អីមួយយើងចុចលើអេក្រង់គេទៅគេនឹង focus កន្លែងហ្នឹងប៉ុន្តែវាអត់ track ឲ្យយើងទេអញ្ចឹងយើងនិយាយឲ្យខ្លីហ្មងទៅគឺកាមេរ៉ានេះគឺ manual focus ចំណែក Sony FX3 គឺ auto focus របស់គេគឺល្អខ្លាំងមែនទែនអញ្ចឹងកន្លែងនេះគឺ auto focus គឺខ្ញុំឲ្យទៅ Sony FX3 ហើយចំណុចទី4ដែលជាចំណុចដែលខ្ញុំគិតថាអាចលើកយកមកនិយាយដែរនោះតទៅជាមួយនឹងរូបរាងរបស់កាមេរ៉ាទាំងពីរនេះ Blackmagic Pixie 6K គឺធំជាងធ្ងន់ជាងមានទម្ងន់ដល់ទៅ2គីឡូ6ខាំហើយដែល Sony FX3 គឺទូជាងហើយមាន grip មានអីកាន់ត្រឹមត្រូវហ្នឹងហើយមានទម្ងន់ត្រឹមតែ715ក្រាមប៉ុណ្ណឹងឯងអញ្ចឹងបើយើងនិយាយទៅBlackmagic គឺវាធំជាងប៉ុន្តែគ្រាន់តែ Blackmagic គឺត្រូវបាន design មកលក្ខណៈប្រអប់ដែលងាយស្រួលឲ្យយើងធ្វើការចាប់ mount accessory ចាប់ monitor ចាប់អីផ្សេងបន្ថែមទៀតដែលយើងអាចធ្វើការងាយស្រួលក្នុងការដែលយើងថត TVC ឬក៏យើងថត feature film ទៅតាមហ្នឹងប៉ុន្តែបើសិនជានិយាយចំពោះ preference របស់ខ្ញុំផ្ទាល់ហ្មងSony FX3 ក៏ដាក់បានដែរយើងគាត់ថាទិញ case មកយើងប្រពាក់ដូចគ្នាមកខ្ញុំឃើញគេប្រពាក់ Sony FX3 មានប្រពាក់ monitor មាន menu focus wireless focus ដឹងមានចាប់ sound មានអីធំត្រូវរបស់គេមកសឹកដូចគ្នាអញ្ចឹងហើយចាប់ដាក់ទៅលើ gimbal ទៅលើ slider ទៅលើ dolly អីក៏បានដូចគ្នាដែរអញ្ចឹងបើគេនិយាយថា Blackmagic Pixie 6K គឺវា portability វាគឺល្អជាង Sony FX3 ប៉ុន្តែកន្លែងនេះខ្ញុំសូមនិយាយថាទាំងពីរនេះគឺល្អដូចគ្នាSony FX3 យើងដាក់តែ case មកយើងអាចប្រើបានដូចទៅនឹង Pixie 6K ដែរឡើយប៉ុន្តែគាត់
អ្វីដែលវាចំណេញបន្តិចទៀតនោះគឺ Sony A3 គឺវាស្រាលជាងអញ្ចឹងពេលខ្លះយើងគ្រាន់តែត្រូវការថតល្មមអីយើងគ្រាន់តែចាប់ដាក់ kit អីហើយដាក់ monitor អីគ្រាន់តែដាក់លើអា gimbal ទូទៅរបស់យើងក៏ថតបានដែរវាមានថាPixie 6K នេះក៏ដាក់ gimbal បានដែរ gimbal ឥឡូវហ្នឹងគឺត្រូលទម្ងន់បានធ្ងន់ហើយអញ្ចឹងPixie 6K ហ្នឹងក៏វាដាក់មកដូចគ្នាប៉ុន្តែគ្រាន់តែ Sony A7 នេះវាអត់សូវឲ្យយើងនឿយកម្លាំងប៉ុន្មានអញ្ចឹងយើងអាចកាន់វាធ្វើការបាន long hour យូរម៉ោងជាងPixie 6K មួយនេះអញ្ចឹងកន្លែងនេះតទៅជាមួយនឹង body ជាមួយនឹងរាងនិងទម្ងន់គឺបើជាខ្ញុំឲ្យទៅ Sony A3 ហើយកន្លែងនេះចូលមកដល់ចំណុចចុងក្រោយគេនោះតទៅជាមួយតម្លៃចំពោះ Blackmagic Pixie 6K របស់យើងវិញគឺតែ body ទេគឺមានតម្លៃ2995នេះជាក់ស្ដែងតម្លៃឥឡូវហ្នឹងបច្ចុប្បន្នហ្នឹងនេះខ្ញុំបានពីK Gear អញ្ចឹងបើអ្នកទាំងអស់គ្នាដែលកំពុងតែមើលវីដេអូនេះបើសិនជាចង់បានជាមួយនឹង Blackmagic Pixie 6K ទាំង 12K ក៏មានដែរទៅជាមួយនឹង K Gear បានចំពោះ Sony A3 វិញតម្លៃឥឡូវហ្នឹងគឺប្រហែល$3,700គឺថ្លៃជាងBlackmagic Pixie 6K ប៉ុន្តែក្នុង Sony របស់យើងហ្នឹងគឺវាបើយើងនិយាយថាវានឹងថតស្លឹកបានទៀតប៉ុន្តែPixie 6K ហ្នឹងក៏ថតស្លឹកបានដែរតែយើងយកទៅប្រើការទេអញ្ចឹងSony A3 គឺមានតម្លៃ$3,700ប្រហែលទាំងតម្លៃហ្នឹងប៉ុន្តែគាត់យើងអត់មានប្រភពថាតើប៉ុនប្រកបណាមួយថាតើតម្លៃជាក់ស្ដែងណាមួយទេអញ្ចឹងយើងអាច check មើលតាមហាងនីមួយបានអញ្ចឹងស្នូវិញទាំង Blackmagic Pixie 6K ហើយនិង Sony A3 របស់យើងហ្នឹងបើយើងនិយាយខ្លីហ្មងទៅSony A3 គឺវាអាចថតស្លឹកបានវីដេអូបានហើយវាត្រឹមតែ 4K ទេហើយបើសិនជា Blackmagic Pixie 6K របស់យើងនេះយើងអាចថតបានតែត្រឹមតែវីដេអូទេប៉ុន្តែវាអាចដល់ទៅ 6K ហើយបើសិនជាខ្ញុំនិយាយមកបែបទៀតអានេះបើសិនជាយើងជាអ្នកដែលកំពុងតែរកកាមេរ៉ាសម្រាប់ចេញ freelance ចេញអីហ្មងហ្នឹងខ្ញុំអាចនិយាយថា Blackmagic Pixie 6K គឺជាកាមេរ៉ាទី2អញ្ចឹងបើសិនតែយើងមានSony A7 Mark IV ឬក៏ Sony មកគ្រាប់ហើយដែលយើងថតស្លឹកផងទុកថត event ផងថត commercial តូចៗផងហើយនោះយើងចង់បានកាមេរ៉ាមួយទៀតសម្រាប់ថត feature film ឬក៏ថត commercial តូចៗជាដើមនេះយើងអាច upgrade មក Blackmagic Pixie 6K នេះបានយើងអាចនិយាយថាជាកាមេរ៉ាទី2ប៉ុន្តែបើសិនជាយើងនិយាយពីកាមេរ៉ាទី1ហ្មងយើងចង់ចាប់ផ្ដើមហ្មងនោះគឺច្បាស់ជាទៅ Sony A7 100% ហើយយើងអាចជ្រើសយក Sony A7 Mark IV ក៏បានប៉ុន្តែបើសិនជាយើងមានបាត់ចិត្តរៀងខ្ពស់បន្តិចយើងកំពុងតែនិយាយអញ្ចឹងយើងអាច upgrade មកទៅ Sony A7 តែម្ដងបានព្រោះថាកាមេរ៉ានេះថត event ក៏បានស្លឹកក៏បានវីដេអូក៏បានយើងចាប់ gear ចាប់ monitor អីថែមបន្តិចយើងយកទៅថត commercial តូចៗល្មមក៏បានយើងថត feature film ល្មមក៏បានអញ្ចឹងវាត្រូវបានច្រើនមែនទែនចំពោះកាមេរ៉ាមួយនេះអញ្ចឹងខ្លីៗទៅជាមួយនឹងកាមេរ៉ា Sony A3 ហើយនិង Blackmagic Pixie 6K គឺមានប៉ុណ្ណឹងជួបគ្នានៅវីដេអូបន្តទៀត